បងប្អូនមានកូនទួយកូនអីកុំឲ្យកូនមើលតុក្កតានេះឲ្យសោះគឺប៉ះពាល់ទៅដល់ខួរក្បាលខ្លាំងមែនតើនៅខាងបរទេសមានគេធ្វើវីដេអូតាក់ទងទៅនឹងបញ្ហាហ្នឹងច្រើនអ្នកជំនាញដុកទ័រចេញមកបកស្រាយពីរឿងតុក្កតាហ្នឹងប៉ុន្តែស្រុកខ្មែរយើងខ្ញុំដូចជាអត់ទាន់មានឃើញណាគេនិយាយពីវាអញ្ចឹងខ្ញុំចែករំលែកជាមួយបងប្អូនដើម្បីបងប្អូនដែលគាត់មានកូនទួយហ្នឹងគឺប្រុងប្រយ័ត្នទៅនឹងតុក្កតាមួយហ្នឹងតុក្កតាមានច្រើនប្រភេទអាខ្លះក៏វាអីដែរមួយហ្នឹងគឺបញ្ហាខ្លាំងមែនតើហ្មងតាមទៀតខ្ញុំនិយាយឥឡូវខ្ញុំបង្ហាញបងប្អូនពីក្មេងៗដែលមានទៅនឹងតុក្កតាហ្នឹងទៅគេថតនៅក្នុង TikTok អីចឹងគាត់តែលឺកូនយើងនៅទុកមួយទៀតឯងគាត់តែលឺកូមេឡុនសលេងកូមេឡុនហ្នឹងគឺរត់មកមកហើយកូមេឡុនណាគឺសប្បាយចិត្តហ្មងមកកូននេះវិញគ្រាន់តែមើលកូមេឡុនមើលហើយស្រាប់ដល់ពាណិជ្ជកម្មយំដូចមនុស្សញៀនឆ្នាំអញ្ចឹងណាយំហ្មងដល់ពេលដល់តុក្កតាវិញសប្បាយចិត្តវិញណាគឺប៉ះពាល់ដល់ខួរក្បាលខ្លាំងមែនតើកូមេឡុនហ្នឹងគឺជាតុក្កតាដែលមាននៅក្នុង YouTube Netflix អីហើយរកចំណូលបានមួយឆ្នាំអ្នកអាចមើលបាននៅក្រុមហ៊ុនគេ120លានណាគោលដៅរបស់តុក្កតាហ្នឹងក្រុមហ៊ុនណាដែលបង្កើតតុក្កតាហ្នឹងគឺ maximize view គឺធ្វើឲ្យអ្នកមើលហ្នឹងមើលច្រើនមើលយូរញៀនជក់មិនមែនធ្វើឡើងដើម្បីជួយកូនបងប្អូនឲ្យមានចំណេះដឹងរីកចម្រើនចេះអីទេខ្ញុំនិយាយណានៅក្នុងហើយបើក្រុមហ៊ុនទាំងមូលមានតម្លៃគឺ300,000លានគឺមានតម្លៃថ្លៃខ្លាំងមែនតើដោយសារអ្នកមើលអ្នកអីច្រើនហើយរកចំណូលបានច្រើនណាគោលដៅរបស់គេគឺរកចំណូលមិនមែនគោលដៅរបស់គេធ្វើឲ្យកូនបងប្អូនឆ្លាតវៃទេដូច្នេះហើយនៅកន្លែង headquarter របស់កូមេឡុនហ្នឹងគឺគេមានការពិសោធន៍ដល់យកកូនក្មេងទៅអង្គុយមុខអេក្រង់ហើយអេក្រង់មាន2អេក្រង់ទី1បញ្ចាំងកូមេឡុនអេក្រង់ទី2បញ្ចាំងឯកសារសាស្ត្រធម្មតាក្មេងមើលអញ្ចឹងកូនហ្នឹងវាមើលកូមេឡុនរហូតចឹងទៅកូនក្មេងច្រើនណាដល់ពេលហ៊ានតែកូនហ្នឹងងាកចេញពីកូមេឡុនទៅមើលតុក្កតាឯកសារសាស្ត្រឬក៏ទៅមើលអីផ្សេងគឺអ្នកផលិតតុក្កតាហ្នឹងគឺកន្លែងហ្នឹងត្រូវតែមានការផ្លាស់ប្ដូរអាចថាដាក់ពណ៌ដិតជាងមុនឬក៏ screen ហ្នឹងគឺធ្វើការផ្លាស់ប្ដូរលឿនជាងមុនអីផ្សេងៗដើម្បីតាក់ទាញក្មេងកុំឲ្យងាកមុខចេញអញ្ចឹងតុក្កតាហ្នឹងគឺវាតាក់ទាញខ្លាំងមែនតើសម្រាប់យើងមនុស្សចាស់វាអត់អីទេប៉ុន្តែសម្រាប់ខួរក្មេងសម្រាប់កូនក្មេងដែលមានខួរក្បាលកំពុងតែរីកចម្រើនលូតលាស់គឺវាប៉ះពាល់ខ្លាំងមែនតើហើយមានអ្នកជំនាញជាច្រើនក៏លើកនិយាយអំពីបញ្ហាហ្នឹងដែរហើយកូនក្មេងសម្រាប់ខួរក្បាលក្មេងកូមេឡុនហ្នឹងវាប្រៀបបីដូចជាថ្នាំញៀនអញ្ចឹងដែលធ្វើឲ្យយើងញៀនហើយ release dopamine ធ្វើឲ្យយើងមានអារម្មណ៍រីករាយស្រស់ថ្លាដូចយើងញៀនថ្នាំអញ្ចឹងពេលអ្នកញៀនថ្នាំមកគាត់មិនខួរក្បាលយើងស្រស់ថ្លាអញ្ចឹងដល់ពេលដែលយើងញៀនជក់ញៀនមិនថាតុក្កតាហ្នឹងទេឬក៏អ្នកញៀនថ្នាំទេតែធ្លាប់ញៀននឹងអារម្មណ៍បែបហ្នឹងហើយថ្ងៃក្រោយឲ្យទៅមើលសភៅឲ្យទៅលេងនេះទៅលេងនោះអត់អាចមានអារម្មណ៍ហ្នឹងទៀតទេព្រោះអារម្មណ៍ដែលខ្ពស់បំផុតដែលហាយបំផុតហ្នឹងគឺនៅពេលមើលកូមេឡុនហ្នឹងអញ្ចឹងធ្វើអីកន្លែងកើតដែលលេងអីក៏មិនសូវចង់លេងអានសភៅកន្លែងកើតតែកាលណាខួរក្បាលយើងហាយអញ្ចឹងរហូតវាពិបាកក្នុងការផ្ដោតអារម្មណ៍ទៅលើការអានសភៅទៅលើការធ្វើសកម្មភាពផ្សេងៗដែលមានអត្ថប្រយោជន៍សម្រាប់ការលូតលាស់រាងកាយការលូតលាស់ខួរក្បាលហ្នឹងគឺវាលែងមានចំណាប់អារម្មណ៍ក្នុងការធ្វើហើយដោយសារខួរក្បាលវានៅលើតានឹងហាយជាងគេចង់មើលតានឹងចង់ធ្វើតានឹងអ្នកញៀនថ្នាំអញ្ចឹងហើយមួយទៀតបងប្អូនអ្នកជំនាញក៏គេបានធ្វើការវិភាគទៅលើតុក្កតានឹងដែរនៅក្នុងរយៈពេល2ទៅ3វិនាទី screen តុក្កតាគឺបដូរចង់10ដងលោតភ្លឹបពីនេះមួយភ្លឹបពីនេះមួយយើងអត់ចាប់អារម្មណ៍យើងគិតថាវាបដូរការច្រៀងកាយតែវាបដូរចឹងតែបដូរពុបចឹងទៅឃើញខួរក្បាលក្មេងជក់តាមនឹងអានឹងខ្លាំងមែនតើកូនក្មេងគឺមានការរៀនចេះដឹងតាមរយៈការលេងរបស់ថ្វាយលេងអីផ្សេងឬក៏លេងជាមួយក្មេងគ្នាឯងជួយខួរក្បាលក្មេងមានការរីកចម្រើនលូតលាស់អញ្ចឹងកាលណាតែវាហាយជាមួយអាកូមេឡុនពេកទៅលេងមួយក្មេងអតីឬក៏លេងមួយរបស់ផ្សេងវាអត់មានអារម្មណ៍សុបាយដូចមើលអាតុក្កតានឹងទេដូចញៀនថ្នាំអញ្ចឹងប៉ះពាល់ដល់ការលូតលាស់ខួរក្បាលក្មេងខ្លាំងមែនតើខ្ញុំបានឃើញបងប្អូនខ្មែរយើងគាត់ខមមិនគាត់ថាកូនគាត់ចេះ ABC ចេះអីចឹងណាប៉ុន្តែអត់ចេះនិយាយពាក្យផ្សេងទេចេះតែពាក្យហ្នឹងណាតែដល់ពេលទៅរៀនទៅក៏ឥឡូវចាប់ដើមចេះនិយាយអីដល់ពេលទៅរៀនចំណុចហ្នឹងមិនអត់បងប្អូនគឺ ABC អាវានិយាយអត់ហ្នឹងគឺមិនវាចេះពីតុក្កតាវាមើលតុក្កតាច្រើនពេកវាចេះចឹងខួរក្បាលចេះតែហ្នឹងទេមិនមែនកូនយើងឆ្លាតទេគឺកូនយើងត្រូវបានគេ brand rot ខួរលួយមិនខួរយើងអលួយទេមិនខួរក្បាលវាខូចវាប៉ះពាល់ដោយសារតុក្កតាហ្នឹងហើយនិយាយទៅតាមតុក្កតាហ្នឹងទេណាប៉ុន្តែសំណាងល្អវិញទៅពេលដែលកូនទៅរៀនទៅសាលាមានមើលតុក្កតាណាអញ្ចឹងលេងជាមួយក្មេងដតីទៅសាលាធ្វើនេះធ្វើនោះរៀនអីចឹងទៅបានក្មេងដតីលេងចែកអីចឹងទៅយូរទៅក៏វាលេងអីវិញអញ្ចឹងសម្រាប់អ្នកដែលមានកូនណាចេះនិយាយ ABC កុំគិតសុបាយចិត្តអស់ទៅកូនចេះអង់គ្លេសតាមតុក្កតានោះវាប៉ះពាល់ដល់ខួរក្បាលកូនមែនតើតែបងប្អូនមានកូនដែលកំពុងមានបញ្ហាបែបហ្នឹងអត់អីទេមិនភ័យទេយើងបន្ថយក្មេងកុំឲ្យមើលហើយឲ្យក្មេងលេងជាមួយក្មេងដតីគ្នាវាហើយលេងរបស់លេងអីផ្សេងៗគឺជួយឲ្យក្មេងហ្នឹងដោះស្រាយបញ្ហាហ្នឹងឡើងវិញការពីដំបូងខ្ញុំលើកពីកូនម្នាក់ដែលថាវាញៀននៅគ្រាន់តែពេលកូមេឡុនហ្នឹងមានពាណិជ្ជកម្មវិជុំដូចមនុស្សញៀនថ្នាំអញ្ចឹងឥឡូវកូនហ្នឹងគឺលេងអីម្ដាយឈប់ឲ្យមើលហ្មងតាមអ្នកជំនាញហើយនឹងតាម FDA recommend គឺក្មេងក្រោម2ឆ្នាំគឺអត់ឲ្យមើលអេក្រង់ទេណាអេក្រង់អីក៏ដោយគាត់ឲ្យមើលដែរតុក្កតាសូម្បីតែ Miss Rachel គាត់គឺជាកម្មវិធីទូដែលបរិញ្ញាកូនក្មេងឆាប់គេឲ្យចេះនិយាយអីចឹងក៏គេ recommend ឲ្យដែរវាប៉ះពាល់ខ្លាំងមែនតើដោយសារឥឡូវកូនក្មេងឬក៏មនុស្សយើងហ្នឹងធំរិចលូតលាស់នៅក្នុងអេក្រង់ទូរស័ព្ទអេក្រង់អីច្រើនពេកចឹងមនុស្សមានបញ្ហាផ្លូវចិត្តច្រើនអញ្ចឹងគេអត់ recommend ទេហើយពេលដែលកូន2ឆ្នាំគេអាចមើលបានក៏មើលមានកំណត់ដែរអ្នកនរគ្នាកន្លះម៉ោង20នាទីអីចឹងអត់ឲ្យមើលយូរទេពេលខ្លះពុកម្ដាយរវល់ចេះតែបដៅឲ្យកូនឲ្យមើលអេក្រង់ច្រើនពេកគឺអត់ល្អសម្រាប់ក្មេងទេប៉ះពាល់ទៅដល់ភាពវៃឆ្លាតរបស់ក្មេងពេលខ្លះជាដល់ដំណាក់កាលពិបាកដូចកូនដែលយើងឃើញនៅក្នុងអ៊ីនធឺណិតហ្នឹងចឹង